សម្ដេចតេជោហ៊ុនសែនបានថ្លែងថាបច្ចុប្បន្នមិនដឹងថាអំណាចពិតប្រាកដរបស់ថៃគឺជាអ្នកណានោះទេដែលធ្វើឲ្យពិបាកក្នុងការដោះស្រាយបញ្ហាជាមួយកម្ពុជាសម្ដេចសង្ឃឹមថាប្រទេសថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីនៅពេលឆាប់ៗខាងមុខដើម្បីដោះស្រាយបញ្ហាជាមួយកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមេ5ហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជនភៀសខ្លួននៅទីទួលសុវត្ថិភាពវត្តពោ5000ដើមនៅល្ងាចថ្ងៃទី26ខែមិថុនាឆ្នាំ2025សម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍ថាជំនាន់នាយករដ្ឋមន្ត្រីថៃប្រយុទ្ធច័ន្ទអូចារយៈពេលជាង10ឆ្នាំមិនមានបញ្ហាគឺកម្ពុជាថៃបានឈានទៅភ្ជាប់ទំនាក់ទំនងខ្ពស់បំផុតប៉ុន្តែឥឡូវនេះប្រទេសថៃមានបញ្ហាជាមួយប្រទេសទាំងអស់ជុំវិញខ្លួនខណៈដែលព្រំដែនកម្ពុជាត្រូវបានបិទក្រោយគេនោះទេត្រង់ចំណុចនេះសម្ដេចតេជោសង្ឃឹមថានឹងមាននាយករដ្ឋមន្ត្រីថ្មីមួយឡើងមកកែសម្រួលហើយយើងនឹងត្រៀមខ្លួនធ្វើការជាមួយនឹងនាយករដ្ឋមន្ត្រីក្រោយទៀតយើងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងថៃនោះទេក៏ប៉ុន្តែខ្ញុំដឹងថាតម្រូវការរបស់ប្រជាជនថៃនៅពេលនេះក៏ត្រូវការមានមេដឹកនាំថ្មីដែរសម្ដេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5ហ៊ុនសែនថាតាមការសង្កេតរបស់ខ្ញុំយ៉ាងយូរ3ខែទៀតនឹងមាននាយករដ្ឋមន្ត្រីថ្មីឡើងមកកាន់តំណែងឥឡូវចាំមើលទៅបើខ្ញុំទាយខុសទុកចោលទៅចុះចាត់ទុកថាខ្ញុំខុសប៉ុន្តែប្រហែលជាមិនខុសទេតុលាការធម្មនុញ្ញឬក៏ក្នុងសភារបស់ថៃគេក៏មិនអនុញ្ញាតឲ្យមនុស្សបែបនេះដឹកនាំប្រទេសទេហើយក៏មិនដឹងថាតើនាយករដ្ឋមន្ត្រីមានអំណាចឬក៏កងទ័ពមានអំណាចហើយយើងគោរពតាមការសម្រេចចិត្តរបស់ប្រជាជនថៃសូមជម្រាបថាក្រោយព្រឹត្តិការណ៍ថ្ងៃទី28ខែឧសភាឆ្នាំ2025ចំនួនព្រំដែនកម្ពុជាថៃនៅមិនទាន់ត្រឡប់មកសភាពប្រក្រតីបាននៅឡើយទេត្បិតកងទ័ពថៃនៅតែសម្រេចចិត្តជាឯកតោភាគីក្នុងការដាក់សម្ពាធមកលើកម្ពុជារួមទាំងការគម្រាមផ្ដាច់អ៊ីនធឺណិតអគ្គិសនីទំនិញការកែសម្រួលម៉ោងចេញចូលនៅតាមបណ្ដោយព្រំដែននិងការបិទច្រកព្រំដែនជាដើម។